Hello ដូចជាសួស្តីអ្នកនរគ្នាវិលត្រឡប់មកជួបជាមួយនឹង Admin សារជាថ្មីសុគីអីថាដែរយើងមកបន្តនៅរឿង cover ត្រឡប់មកវិញរបស់កម្ពុជាឃាតកររបស់យើងសារជាថ្មីហើយមុននឹងចូលទៅដល់ស្អីដើម្បីយ៉ាងណាមើលចង់អរគុណទៅកាន់គ្នាយើងម្នាក់ដែលក៏បានបើក Admin ដែលក៏មានឈ្មោះថាខេមច័ន្ទសវណ្ណឆាយពិតជាអរគុណខ្លាំងមែនទែនសម្រាប់ការបើក Admin មួយនេះហើយសម្រាប់គ្នាយើងដែលបានទស្សនាវីដេអូរបស់ Admin កុំភ្លេចធ្វើការ support admin តាមរយៈការជួយចុច like comment subscribe ឲ្យបានច្រើនៗដើម្បីជាកម្លាំងចិត្តហើយបើសិនជាគ្នាយើងចិត្តល្អអីក៏អាចធ្វើការបើក admin តាមរយៈ QR ដែលមានមកដាក់នៅខាងលើវីដេអូនេះបានដែរហើយឥឡូវយើងកុំឲ្យខាតពេលរបស់អ្នកនរគ្នាយូរយើងចូលទៅបន្តនៅសាច់រឿងរបស់យើងទាំងអស់គ្នាដែលនៅភាគដែរគឺផ្ដើមមកពីភាគមុនបន្ទាប់ពីថាដាគេបានអាននៅសបទទាំងអស់ដែលគេនិយាយអំពីឪពុករបស់គេដែលជាអភសរថាដាស្រីចាស់នោះដែលធ្វើគេនឹងស្ទើរតែមិនគួរឲ្យជឿទេគឺដោយសារតែកូឡុនដេវីដែលជាអ្នកកំទេចនៅស្រុកកំណើតរបស់គេហើយគឺជាមនុស្សដែលគេស្អប់បំផុតនោះបែរជាឪពុករបស់គេទៅវិញគឺគេនឹងពិតជាមិនគួរឲ្យជឿទេហើយតាមពិតទៅគឺគាត់មិនបានព្យាយាមលក់នៅកូឡុននេះនោះទេប៉ុន្តែគាត់បែរជាអ្នកការពារនៅទីនេះទៅវិញហើយតើគាត់កំពុងតែធ្វើការព្យាយាមការពារនៅទីនេះចេញពីនរណាទៅដោយលើបែបនេះតួឯងប្រាប់យើងក៏បាននិយាយទៅកាន់គេផងដែរថាឯងចង់ដឹងថានរណាតាមមែនទេតែអត់មានអារម្មណ៍ទេតាមមែនទេគឺតាំងពីដើមមកតើឯងមានបានចាប់អារម្មណ៍អត់គឺរាល់សកម្មភាពដែលបានកើតឡើងទាំងអស់វាប្រៀបដូចជាការគម្រោងត្រៀមទុករបស់នរណាម្នាក់អញ្ចឹងដោយលើបែបនេះដែរនៅពេលនោះថាដាគេក៏បាននិយាយផងដែរថាគឺវាមិនពិតនោះទេគឺវាទាំងអស់នេះគឺគ្រាន់តែជាការកុហកតែប៉ុណ្ណោះគឺគាត់បាននិយាយហើយថាគាត់បានប្រគល់នៅគឺលន់ហេនេះត្រឡប់ឲ្យមកកាន់ខ្ញុំវិញដូច្នេះហើយគឺវាគ្មានផ្លូវទេហើយរដ្ឋាភិបាលក៏បានប្រាប់មកខ្ញុំផងដែរថាវានោះគឺគ្រាន់តែនឹកឃើញបែបនេះដែរគេក៏បាននឹកឃើញនៅរាល់ការដែលគេបានជួបគ្នាជាមួយនឹងរ៉ាហ្វែលជាលើកដំបូងផងដែរនៅពេលនោះដែររ៉ាហ្វែលក៏បានមកធ្វើការអញ្ជើញគេនឹងឲ្យចូលធ្វើជាកូនចៅរបស់គេក៏ដូចជាប្រាប់ទៅកាន់ថាដាផងដែរថាគឺគេនឹងមាននៅទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលដោយចិនហើយចាំគេនឹងបកគោនៅកូឡុនហេត្រឡប់ឲ្យទៅកាន់ថាដាវិញដោយនឹកឃើញនៅរឿងទាំងអស់នេះភ្លាមគឺថាថាដាគេក៏បានដឹងតែម្ដងថាទាំងអស់នេះដែរវាគ្រាន់តែជាផែនការរបស់រ៉ាហ្វែលនោះទេហើយគឺគេនឹងស្ទើរតាមជឿនោះទេថារ៉ាហ្វែលហ៊ានធ្វើបែបនេះដាក់មកកាន់គេគឺគេនឹងស្ទើរតែមិនជឿនោះទេដោយមើលទៅកាន់គេដូចជាមិនជឿបែបនេះទូឯងប្រយើងក៏បាននិយាយទៅកាន់គេផងដែរថាហេតុអ្វីបានជាគេនឹងអាចតែឯងមានដឹងអត់ហេតុអ្វីបានជាគេមកដល់ឆ្ងាយដល់កម្រិតនេះហើយឥឡូវនេះដើម្បីកុំឲ្យឯងមានការសង្ស័យទេឥឡូវយើងទៅធ្វើការបញ្ជាក់វាទាំងអស់គ្នាថាតើអ្វីទៅគឺជាគម្រោងផែនការពិតរបស់រ៉ាហ្វែលនៅពេលដែលគេនិយាយគ្នាដែរនៅពេលដែរពួកគេក៏បានលើនៅសម្លេងបងផ្ទុះផងដែរបន្ទាប់ពីលើបែបនេះពួកគេក៏បានធ្វើការនាំគ្នារួចទៅរកនៅកន្លែងបងផ្ទុះនោះផងដែរដែលនៅពេលនោះទូឯងប្រាប់យើងក៏បានគឺនៅក្នុងចិត្តផងដែរថានៅពេលនេះគឺពួកគេកំពុងតែទៅចិត្តដល់នៅកន្លែងបងផ្ទុះនោះហើយរួចហើយនៅពេលនោះយើងក៏បានឃើញពួកគេក៏បានទៅដល់នៅកន្លែងនោះផងដែរនៅពេលនោះយើងក៏បានឃើញផងដែរថាកន្លែងបងផ្ទុះនោះគឺជាផ្ទះរបស់ម្ដាយថាដានឹងឯងហើយយើងក៏បានឃើញផ្សាយយ៉ាងច្រើនហើយចេញមកពីផ្ទះរបស់ម្ដាយថាដាផងដែរនៅពេលនោះពួកគេក៏បាននាំគ្នាធ្វើការបញ្ញាប់រត់ចូលទៅក្នុងផ្ទះផងដែរបន្ទាប់ពីគេបានចូលទៅដល់នៅក្នុងផ្ទះនោះយើងក៏បានឃើញផងដែរថាមានផ្សែងជាច្រើនហើយចេញមកពីទូរបស់ម្ដាយថាដាបន្ទាប់ពីថាដាគេបានឃើញបែបនេះដែលធ្វើគេនឹងពិតជាមានអារម្មណ៍ថាតក់ស្លុតខ្លាំងមែនទែនដោយសារតែនោះដែរគឺជាទូតែមួយគត់ដែលបានសល់ទុកអំពីម្ដាយរបស់គេនឹងឯងរួចហើយថាដាគេក៏បានធ្វើការដើរទៅបើកនៅទូនោះផងដែរហើយយើងក៏បានដឹងផងដែរថាថាដានឹងគេមិនដែរបើកនៅទូនេះទេគឺដោយសារតែគេនឹងភ័យខ្លាចខ្លាំងមែនទែននៅពេលដែលគេបើកនៅទូនេះម្ដងគេតែងតែនឹកទៅដល់ម្ដាយរបស់គេហើយនឹកដល់ការចាក់ចែងរបស់ម្ដាយរបស់គេនឹងឯងដូច្នេះបានជាគេនឹងខានបើកទូនេះអស់រយៈពេលយូរមកហើយនៅពេលនេះនៅពេលដែលគេបើកទូទៅដែលធ្វើគេនឹងលើកជង្គង់ហើយស្រែកយំនៅកន្លែងនោះតែម្ដងដោយសារតែទូម្ដាយរបស់គេត្រូវបានគេកំទេចចោលអស់ហើយយើងក៏បានឃើញនៅសម្លៀកបំពាក់នៅទីនោះក៏បានដុតចោលអស់ផងដែរហើយយើងក៏បានឃើញនៅផ្លូវច្រកចូលក្រោមដីមួយនៅខាងក្រោយទូនោះផងដែរចំណែកឯទូឯងប្រាប់យើងបន្ទាប់ពីឃើញបែបនេះគាត់ក៏មានអារម្មណ៍ថាតក់ស្លុតផងដែរគឺគាត់មិននឹកស្មានថាមាននៅផ្លូវក្រោមដីនៅខាងក្រោយទូនេះទេហើយគឺគាត់មិននឹកស្មានថារ៉ាហ្វែលគេធ្វើអីនេះដែរទៅកាន់ថាដាដែរក៏គេក៏បានដឹងផងដែរថាដាគេបារម្ភក៏ដូចជាស្រឡាញ់នៅកន្លែងនេះខ្លាំងប៉ុណ្ណាប៉ុន្តែគេនៅតែធ្វើអីនេះដែរទៅកាន់ថាដាទៅទៀតដែរនៅពេលដែរថាដាគេក៏បានងាកមកមើលតួឯងប្រាប់យើងក៏ដូចជានិយាយទៅកាន់តួឯងប្រាប់យើងផងដែរថាតើនេះឬគឺជាហេតុផលដែររ៉ាហ្វែលគេមករកខ្ញុំនៅពេលនោះដែរតួឯងប្រាប់យើងក៏បានប្រាប់ទៅកាន់គេផងដែរថាគឺគេកំពុងតែរកនៅនរណាម្នាក់ដើម្បីឲ្យការពារនៅអ្វីមួយរបស់គេហើយខ្ញុំគិតថាកន្លែងនេះប្រហែលជាកន្លែងដ៏ល្អហើយសម្រាប់គេដើម្បីលាក់នៅអ្វីមួយនោះបន្ទាប់ពីលើបែបនេះដែរយើងមើលទៅកាន់ថាដាក៏ថាគេពិតជាខឹងទៅកាន់រ៉ាហ្វែលខ្លាំងមែនទែនដែរនៅពេលនោះដែរថាដាក៏បានធ្វើការបបួលនៅតួឯងប្រាប់យើងឲ្យទៅពិនិត្យមើលផងដែរថាតើវាមានអ្វីនៅទីនោះដែរ
រ៉ាហ្វែគេកំពុងតែព្យាយាមលាក់បាំងហើយយើងក៏បានឃើញពួកគេធ្វើការនាំគ្នាដើរចូលទៅតាមផ្លូវក្រោមដីនោះផងដែរបន្ទាប់ពីពួកគេបានដើរចូលទៅដល់ខាងក្រោមនោះយើងក៏បានឃើញផងដែរថានៅជុំវិញនោះគឺពោរពេញទៅដោយភ្លើងតែម្ដងហើយយើងក៏បានឃើញនៅអ្វីមួយដែលវាប្រៀបដូចជានឹងសំណង់អ្វីអញ្ចឹងគឺថាមាននៅបកគោធំៗខ្លាំងមែនទែនដែលយើងមិនដឹងថាវាគឺជាអ្វីនោះទេដោយឃើញមេមីដាទៅឯងប្រាប់យើងក៏បានគិតផងដែរថាតើនេះឬគឺជាផែនការរបស់រ៉ាហ្វែគឺគេនឹងកំទេចនៅអ្វីទាំងអស់ដែលគេមិនអាចការពារបានហើយមើលទៅនៅទីនេះប្រហែលជាគ្មាននៅផុសតាងអ្វីនោះទេបន្ទាប់ពីទៅឯងប្រាប់យើងនិយាយរួចនៅពេលនោះគាត់ក៏បានកលែងឃើញនៅបំណែកក្តាស់មួយផងដែរហើយនៅបំណែកក្តាស់នោះយើងក៏បានឃើញនៅផ្លាកដូចជាឈ្មោះមន្ទីរពេទ្យអ្វីមួយអញ្ចឹងដែលនៅពេលដែលអាចារ្យជីវ័នក៏បានធ្វើការតាក់ទងមកកាន់ទៅឯងប្រាប់យើងផងដែរដោយនាងក៏បានប្រតិកម្មទៅឯងប្រាប់យើងផងដែរថានៅពេលដែលរ៉ាហ្វែបានបញ្ជូនមនុស្សជាច្រើនដើម្បីឲ្យទៅចាប់ខ្លួនទៅឯងប្រាប់ឲ្យយើងហើយដូច្នេះដើម្បីឲ្យគាត់នឹងរត់គេចខ្លួនបានឲ្យគាត់នឹងដើរទៅតាម location ដែលនាងបានដើរឲ្យទៅគឺទៅនៅចំណតទូកមួយនឹងបញ្ជូនគេឲ្យទទួលនៅគ្នារបស់ទៅឯងប្រាប់ឲ្យយើងហើយដោយលើបែបនេះដែរយើងមើលទៅកាន់ Apostle Simon របស់យើងក៏បានប្រាប់ទៅកាន់ទៅឯងប្រាប់យើងផងដែរថាគឺតួគេនឹងជាអ្នកទៅកម្ចាត់នៅពួកទាំងអស់នោះដោយខ្លួនគេផ្ទាល់គឺគេមិនអាចលើកលែងឲ្យទៅកាន់មនុស្សដែលបានធ្វើនៅរឿងទាំងអស់នេះបាននោះទេហើយក្នុងនាមខ្ញុំគឺជា Apostle Simon ខ្ញុំនឹងប្រយុទ្ធដល់ទីបញ្ចប់ក៏ដូចជាកាត់ពួកគេជាបំណែកទាំងអស់នៅពេលនោះដែរទៅឯងប្រាប់យើងក៏បានមើលទៅកាន់ Simon ហើយក៏បានគិតនៅក្នុងចិត្តផងដែរថានៅពេលដែល Simon គេកំពុងតែលាក់បាំងនៅរបួសដ៏ធ្ងន់របស់គេហើយបើសិនជាគាត់មិនអាចចាក់ចេញពីនេះបានលឿនទេនោះប្រកាសជាពិបាកក្នុងការរត់គេចចេញពីទីនេះជាមិនខានប៉ុន្តែដោយសារតែឥឡូវនេះគឺកំពុងតែមាននៅបញ្ហាធំហើយបញ្ហាធំរបស់គាត់ដែរគឺជាថាដើមនឹងឯងយើងមើលទៅកាន់ថាដើមនៅពេលនេះគឺថាគេនឹងគ្មាននៅអារម្មណ៍ធ្វើអ្វីទេគឺថាគេបាក់ទឹកចិត្តខ្លាំងមែនទែនដល់ឃើញបែបនេះទូឯងប្រាប់យើងក៏បានហៅគេឲ្យក្រោកឡើងផងដែរគឺគាត់បានយល់អំពីអារម្មណ៍របស់គេនៅពេលនេះច្បាស់ខ្លាំងណាស់ហើយគាត់ក៏បានទៅការប្រាប់ទៅកាន់ថាដើមផងដែរថានៅពេលនេះរ៉ាហ្វែបានបញ្ជូននៅមនុស្សរបស់គេជាច្រើនដើម្បីមកចាប់ពួកគេដូច្នេះហើយនៅក្នុងផែនការបែបនេះមនុស្សគ្រប់គ្នានៅ Golden Hair ជាមួយនឹងគេប្រកាសជាមាននៅគ្រោះថ្នាក់ជាមិនខានហើយបើសិនជាគេចង់ធ្វើការសងសឹកទៅកាន់រ៉ាហ្វែពិតមែននោះគឺគេប្រកាសជាដឹងហើយថាគេគួរតែធ្វើអ្វីនៅពេលឥឡូវនេះដូច្នេះហើយយើងគួរតែធ្វើការរត់គេចចេញអំពីស្ថានភាពបែបនេះក៏ដូចជាទៅការរៀបចំនៅផែនការទុកនៅថ្ងៃមុខបន្តទៀតដែលនៅពេលនោះដែរយើងក៏បានឃើញថាដែរគេក៏បានព្រមចាប់ដៃទៅឯងប្រាប់យើងក៏ដូចជាព្រមទៅតាមនៅទៅឯងប្រាប់យើងផងដែរឬហើយយើងក៏បានការមកដល់ខាងក្រៅយើងក៏បានឃើញពួកគេកំពុងតែរត់គេចផងដែរនៅពេលនោះដែរ Apostle Simon របស់យើងគឺថាគាត់ពិតជាឆោខ្លាំងមែនទែនថាតើអ្នកណាធ្វើនៅរឿងដែលមិនគួរឲ្យលើកលែងបែបនេះនៅទីនេះទៅដែលនៅពេលនោះទៅឯងប្រាប់យើងក៏បាននិយាយផងដែរថាមើលទៅគ្មានអ្នកណាផ្សេងទេក្រៅពីបងប្អូនគូនឹងឯងគឺដោយសារតែតាំងពីដើមមកគឺគេមិនដែលចូលចិត្តទៅកាន់ថាដាននោះទេហើយវាគ្មានអ្វីចម្លែកទេនៅពេលដែលគេបានទទួលជាពីរ៉ាហ្វែបែបនេះនោះគេនឹងធ្វើនៅរឿងទាំងនេះជាមិនខានដោយលើបែបនេះដែរ Apostle Simon របស់យើងគាត់ក៏បាននិយាយផងដែរថាហើយមើលទៅអាបងប្អូនពីនោះទៀតហើយប៉ុន្តែទោះបីជាណាក៏ដោយគឺគេមិនមែនជាមនុស្សធម្មតាទេគឺគេប្រៀបដូចទៅនឹងមនុស្សឈួនអញ្ចឹងហើយកម្លាំងរបស់គេវិញគឺវាប្រៀបដូចទៅនឹងបេសាអញ្ចឹងគឺវាពិតជាពិបាកខ្លាំងណាស់បើសិនជាទៅតាមផ្លូវយើងបានជួយជាមួយនឹងពួកគេនោះហើយវាពិតជាល្អសម្រាប់ពួកយើងបើសិនជាវាត្រឹមតែជាជញ្ជាំងធម្មតានោះពួកយើងប្រកាសជាអាចទៅដល់នៅកំពង់ផែបានយ៉ាងលឿនជាមិនខានហើយនៅពេលដែលពួកគេកំពុងតែធ្វើដំណើរទៅតាមផ្លូវនោះនៅពេលនោះយើងក៏បានឃើញថាពួកគេពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនគឺដោយសារតែគេបានប្រទះឃើញនៅសាកសពពីរនាក់នៅចំពោះមុខគេហើយសាកសពពីរនាក់ដែរគឺជាសាកសពរបស់បងប្អូនកូនគូនឹងឯងហើយយើងក៏បានឃើញផងដែរថាសាកសពរបស់ពួកគេត្រូវបាននរណាម្នាក់បានសម្លាប់ដែលយើងមើលទៅកាន់ការសម្លាប់របស់គេគឺថាពិតជាខុសខើខ្លាំងមែនទែនគឺថាចាប់មូលដៃមូលជើងមូលខ្លួននិយាយទៅគឺថាមូលផុយដូចជាក្តារអញ្ចឹងដែលធ្វើឲ្យទូឯងប្រយើងក៏រៀងមានការឆ្ងល់ផងដែរថាតើនរណាទៅដែលមានសមត្ថភាពធ្វើការសម្លាប់ទៅកាន់បងប្អូនកូនគូពីនេះបានបែបនេះនោះហើយយើងមើលទៅកាន់ថាដែរនៅពេលនោះគេដូចជាដឹងនៅរឿងអ្វីយ៉ាងអញ្ចឹងប៉ុន្តែគេអត់បានយកអ្វីទេដែលនៅពេលដែរមេក្រៅនៅជិតនោះក៏បានមកលើសម្លេងឡើងដែរសម្លេងរបស់បរមអ្នកបានទៅការប្រកាសផងដែរថានៅពេលដែលមីសសិនតាមចាប់ Peter ត្រូវបានបញ្ជាឡើងបន្ទាប់ពេលលើនៅសម្លេងនេះហើយនៅពេលនោះដែរ Apostle Simon របស់យើងក៏បាននិយាយផងដែរថាតើនេះគឺជាសម្លេងរបស់ណាតើនៅទីនេះគ្មាននរណាគេដែលអាចយកការបញ្ជាទៅកាន់ក្រុម Shadow មែនក្រៅពីបងប្អូនគូនោះទេដែលនៅពេលដែរថាដែរគេក៏បានគិតនៅក្នុងចិត្តផងដែរថាបន្ទាប់ពីណាថាញ៉ែបានបាត់ទៅនៅលើលោកនេះគឺមានតែមនុស្សតែម្នាក់តែប៉ុណ្ណោះដែលអាចធ្វើការសម្លាប់ទៅកាន់បងប្អូនកូនគូបានយ៉ាងងាយស្រួលដល់បែបនេះហើយយើងមិនដឹងថាអ្នកនោះគឺជាណាទេដែលថាដែរគេកំពុងតែគិតនោះយើងមានតែ
ចាំមើលទៅមុខទៅបន្តទៀតដែលបន្ទាប់ពីគិតបែបនេះរួចនៅពេលនោះដែរថាដាស់គេក៏បានប្រាប់ទៅកាន់តុឯងប្រុសយើងផងដែរថានៅពេលនោះដែរគឺពួកគេធ្វើការទៅដល់នៅចំណតទូកនោះឲ្យបានលឿនបំផុតតាមតែអាចធ្វើបានរួចហើយគេក៏បានកាត់ទៅដល់ចំណតទូកវិញម្ដងនៅពេលនោះយើងក៏បានឃើញថាគ្នាតុឯងប្រុសយើងបានទៅដល់នៅចំណតទូកនោះផងដែរហើយយើងក៏បានឃើញមាននៅអ្នកមកយកនៅគ្នារបស់តុឯងប្រុសយើងផងដែរនៅពេលនោះយើងក៏បានឃើញថាតុឯងប្រុសយើងក៏បានទៅការទទួលនៅអផសស៊ីម៉ុនរបស់យើងផងដែរនៅពេលនោះយើងក៏បានឃើញថាតុឯងប្រុសយើងក៏ដូចជាត្រូវរបួសផងដែរនៅពេលនោះអផសស៊ីម៉ុនរបស់យើងក៏បានទៅការសួរទៅកាន់គាត់ផងដែរថាតើគាត់មានរបួសអំឡុងការប្រយុទ្ធគ្នាជាមួយនឹងថាដាកាពីមុននោះតាមមែនទេនៅពេលនោះតុឯងប្រុសយើងក៏បានប្រាប់ទៅកាន់អផសស៊ីម៉ុនរបស់យើងផងដែរថាគឺវាមិនអីឲ្យទេវាគ្រាន់តែជារបួសបន្តិចបន្តួចតែប៉ុណ្ណោះនៅពេលនោះគាត់ក៏បានទៅការហៅនៅថាដាឲ្យឡើងមកលើទូកផងដែរហើយយើងមើលទៅកាន់ថាដានៅពេលនោះគឺគេនឹងមិនចង់ឡើងទៅលើទូកនោះទេដោយនៅពេលដែរថាដាគេក៏បានទៅការប្រាប់ទៅកាន់តុឯងប្រាប់យើងផងដែរថាគឺនៅពេលដែរគឺគេបានភ្លេចនៅរបស់វត្ថុអនុស្សាវរីយ៍របស់ម្ដាយរបស់គេដូច្នេះគឺគេត្រូវតែទៅយកវិញសិនដែលលើបែបនេះដែរយើងក៏បានឃើញនៅអម្ចាស់ទូកនោះក៏បានទៅការនិយាយទៅកាន់ថាដាផងដែរថាហេឥឡូវតើឯងកំពុងតែនិយាយអំពីអ្វីហ្នឹងឥឡូវនេះអ្វីដែលសំខាន់នោះគឺជាជីវិតគឺមិនមែនជារបស់ដែលអត់ប្រយោជន៍នោះទេព្រោះតែនៅពេលដែលក្រុមកាឡូរីបានបញ្ជូននៅមនុស្សជាច្រើនមកទីនេះហើយបើសិនជាពួកយើងមិនបញ្ញាប់ចាក់ចេញនោះទេនោះពួកយើងប្រកាសជាស្លាប់ជាមិនខានហើយតើវត្ថុអនុស្សាវរីយ៍នោះតើវាមានន័យអ្វីទៅបើសិនជាឯងទៅយកបានហើយឯងគ្មានជីវិតចាក់ចេញវិញនោះហើយឥឡូវឯងកំនៅសាំញ៉ាំយូរឆាប់ឡើងមកលើទួលលឿនមកហើយយើងមើលទៅកាន់ទឹកមុខរបស់ថាដានៅពេលនោះគឺថាពិតជាកំសត់ខ្លាំងមែនទែនហើយទៅឯងពួកយើងក៏បានមើលទៅកាន់ថាដាហើយក៏បានទៅកាន់និយាយទៅកាន់គេផងដែរថាអូខេបានអញ្ចឹងឲ្យគេនឹងឆាប់ទៅយកនៅរបស់នោះឲ្យលឿនឡើងមកហើយកុំឲ្យគេនឹងនៅយូរពេកអីក៏ដោយសារតែនៅពេលដែរគឺមានមនុស្សច្រើនកំពុងតែដេញតាមពួកគេដូច្នេះហើយបើសិនជានៅបង្អែកបង្អង់ជួយនោះពួកគេប្រកាសជាស្លាប់ជាមិនខានហើយគឺគាត់នឹងនៅចាំគេ10នាទីទៀតដូច្នេះកុំឲ្យគេនៅយូរជាងនេះអីដោយលើបែបនេះដែរថាដែរគេក៏បានទៅការរត់ចេញទៅហើយគេក៏បាននិយាយទៅកាន់តុឯងប្រុសយើងផងដែរថាបើឲ្យតុឯងប្រុសរបស់យើងនឹងបារម្ភពេកទេគឺដោយសារតែគេនឹងមាននៅទូរបស់គេហើយដូច្នេះហើយមិនមកចាំគេនឹងចេញទៅតាមក្រោយដូច្នេះហើយមិនមកទេឲ្យគ្នាតុឯងប្រុសយើងនឹងចេញទៅមុនក៏បានដែរហើយនៅពេលនោះថាដែរគេក៏បានទៅការរត់ចេញពីទីនោះផងដែរហើយតុឯងប្រុសយើងក៏បានឈរមើលនៅការរត់ចេញរបស់ថាដែរផងដែរឬហើយយើងក៏បានក៏ទៅដល់នៅកន្លែងមួយវិញម្ដងគឺជាកន្លែងរបស់បងប្អូនគង់គូនឹងឯងដែលនៅពេលនោះយើងក៏បានឃើញថាដែរគេក៏បានទៅដល់នៅទីនោះផងដែរហើយនៅពេលនោះយើងក៏បានឃើញនៅបរិសមេធំម្នាក់ផងដែរបន្ទាប់ពីថាដែរបានទៅដល់គេក៏បាននិយាយទៅកាន់ថាដែរផងដែរថាឯងមកយឺតហើយថាដែរហើយនៅពេលដែរគឺគេបានទទួលនៅ mission ថ្មីអំពីមេរបស់គេហើយគឺដោយសារតែនៅពេលនេះគេបានទទួលដំណឹងថា Peter បានទៅការភៀសខ្លួនទៅកាន់លើទូកហើយដូច្នេះហើយនៅពេលនេះភារកិច្ចតាមដេញចាប់ Peter បានចាប់ផ្ដើមឡើងនៅពេលនោះគឺក៏បានទៅការដើរចេញទៅដើម្បីដេញតាមចាប់តុឯងប្រុសយើងផងដែរប៉ុន្តែនៅពេលនោះថាដែរក៏បានទៅការរើរាំងគេក៏ដូចជានិយាយទៅកាន់គេផងដែរថាគឺគេនឹងមិនអាចប្រើអ្វីគ្រប់យ៉ាងទៅកាន់គេបានទេប៉ុន្តែឥឡូវនេះឲ្យគេនឹងធ្វើការត្រឡប់ទៅប្រទេសរបស់គេវិញទៅបើសិនជាគេនឹងមិនចង់មានរឿងនោះបើឃើញមិនដែរនៅពេលនោះដែរបរិសមេធំនោះក៏បាននិយាយទៅកាន់ថាដែរផងដែរថាយើងទូឱកាសឲ្យឯង3វិនាទីឆាប់ដកនៅជើងរបស់ឯងចេញភ្លាមនៅពេលនោះគេក៏បានទៅការរាប់ថយក្រោយបន្ទាប់ពីគេរាប់ថយក្រោយដល់មួយហើយនៅពេលនោះគេក៏បានធ្វើការចាប់នៅជើងរបស់ថាដែរប៉ុន្តែថាដែរគេក៏បានទៅការបងវល់នៅខ្លួនរបស់គេមួយជុំដូចជាទៅការទាត់ទៅកាន់បរិសនោះដែលធ្វើឲ្យគេនឹងទៀតទៅយ៉ាងឆ្ងាយផងដែរដោយឃើញបែបនេះគេក៏បាននិយាយផងដែរថានៅពេលនេះគឺគេបានទទួលនៅ mission ថ្មីហើយនៅពេលនោះយើងក៏បានមកដឹងអំពីបរិសមេធំម្នាក់នោះផងដែរដែលបរិសមេធំម្នាក់នោះយើងក៏បានឃើញគេធ្លាប់ប្រយុទ្ធគ្នាជាមួយនឹងអផសថាដាស្រីចារបស់យើងផងដែរដែលគេមានរហស្សនាមថាគឺជា The Devil of the Battlefly គឺជាអ្នកដែលមានជីវិតចេញអំពីឋាននរកហើយដែលគេមានជាកូដ name មានឈ្មោះថា One Man SWC ហើយគេក៏ជាអផសម្នាក់ផងដែរដែលឈ្មោះរបស់គេនោះគឺជាអផស Philip ហើយ mission ថ្មីដែលគេទទួលបាននោះគឺសម្រាប់នៅជនក្បត់ដែលជាអផសថាដារបស់យើងនឹងឯងរួចហើយសាច់រឿងរបស់យើងនៅភាគនេះក៏បានមកដល់ទីបញ្ចប់តែត្រឹមនេះផងដែរហើយយើងចាំមើលនៅភាពបន្តទៀតថាតើនឹងមានអ្វីកើតឡើងនៅពេលដែលអផសថាដារបស់យើងបានជួបប្រយុទ្ធគ្នាជាមួយនឹងអផស Philip តើនរណាគេគឺជាអ្នកឈ្នះដូច្នេះហើយបើសិនជាចង់ដឹងនៅសាច់រឿងបែបណាទៀតនោះយើងមានតែចាំតាមដានទស្សនានៅភាពបន្តជាមួយនឹង admin ទាំងអស់គ្នាហើយមុននឹងបញ្ចប់នៅវីដេអូនេះដែរសម្រាប់គ្នាយើងដែលអត់បានចូលនៅក្រុម Telegram របស់ admin តែកុំភ្លេចធ្វើការ scan ចូលទៅកាន់ក្រុម Telegram របស់ admin មួយផងហើយវីដេអូរបស់ admin នៅពេលនេះក៏មានតែប៉ុណ្ណឹងដែរយើងចាំជួបគ្នាបន្តទៀតនៅវីដេអូក្រោយ